ថ្នាក់ដឹកនាំមន្ត្រីរាជការបុគ្គលិកនិងសប្បុរសជននៅមន្ទីរពេទ្យកាឡាម៉ែតជិត500នាក់បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តដើម្បីសង្គ្រោះជីវិតអ្នកជំងឺកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យឈៀងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលធ្វើឡើងនៅមន្ទីរពេទ្យកាឡាម៉ែតដោយមានអ្នកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តនិងសប្បុរសជនជិត500នាក់ហើយទទួលបានផ្លោកឈាមជិត500ផ្លោកលោកវិជ្ជបណ្ឌិតសុកបូប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានមានប្រសាសន៍ឲ្យដឹងថាការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់សប្បុរសជនគឺជាការបង្កើតទម្លាប់និងវប្បធម៌នៃការចែករំលែកសកម្មភាពមនុស្សធម៌ដ៏ប្រពៃនៅក្នុងសង្គមជាតិឯកឧត្តមសាស្ត្រាចារ្យគង់សុនយាអគ្គនាយកមន្ទីរពេទ្យកាឡាម៉ែតបានមានប្រសាសន៍ផងដែរថានេះគឺជាលើកទី11ហើយដែលមន្ទីរពេទ្យកាឡាម៉ែតបានសហការរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការសប្បុរសជននិងសាច់ញាតិអ្នកជំងឺដែលនេះបានបង្ហាញអំពីក្តីស្រឡាញ់ដ៏ជ្រះថ្លានៅក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺឯកឧត្តមសាស្ត្រាចារ្យឈៀងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលបានសម្ដែងក្តីសោមនស្សដែលបានឃើញទឹកមុខនិងស្នាមញញឹមរបស់សប្បុរសជនស្ម័គ្រចិត្តបរិច្ចាគឈាមដែលនេះសបញ្ជាក់អំពីការយល់ដឹងនៅគុណតម្លៃនៃការបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺយ៉ាងប្រពៃជាមួយនេះឯកឧត្តមរដ្ឋមន្ត្រីក៏បានសរសើរនិងវិតម្លៃចំពោះការចូលរួមយ៉ាងសកម្មនិងជានិច្ចរបស់មូលនិធិ25រៀលរបស់ក្រុមហ៊ុន Vital នៅក្នុងការចូលរួមសកម្មភាពប្រចាំឆ្នាំនៃកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការបុគ្គលិកនិងសប្បុរសជននៃមន្ទីរពេទ្យកាឡាម៉ែតជាមួយនឹងការដែលរៀបចំទិវាផ្ដល់ឈាមរាល់លើកនៅក្នុងតាមបណ្ដាមន្ទីរពេទ្យនេះហើយជាពិសេសដែលឡើងនៅពេលនេះឃើញថាមានការចូលរួមច្រើនកកកាន់តែកើនឡើងហើយថែមទាំងមានសង្ឃដីការបស់បដិជនបាទការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះគឺថាមានការកើនឡើងហើយគ្រាន់តែការកើនឡើងនេះគឺមិនទាន់បានច្រើនដូចដែលយើងបានគ្រោងទុកទេគឺការកើនឡើងយើងនៅតែមាន20%កាលពីឆ្នាំ2023ក្នុងចំណោមការផ្ដល់ឈាមទាំងអស់មានការស្ម័គ្រចិត្ត20%ដោយឡែកនៅឆ្នាំ2024នេះគឺបាន22កដកសញ្ញា1%កើនឡើងបានបន្តិចហើយសង្ឃឹមថាយើងនឹងខិតខំធ្វើយ៉ាងណាពន្យល់ដល់បងប្អូនប្រជាពលរដ្ឋយើងជាពិសេសយុវវ័យហើយតាមសាលារៀនដើម្បីធ្វើការពន្យល់អំពីផលល្អនៃការដែលផ្ដល់បរិច្ចាគឈាមដោយការស្ម័គ្រចិត្តនេះ